បាទសួស្តីថ្ងៃនេះខ្ញុំមកបង្ហាញតកតងនឹង finger scan ដដែលទេតែថ្ងៃនេះខ្ញុំនឹងធ្វើការតេស្តផ្ទាល់ជាមួយនឹង finger scan អញ្ចឹងការតេស្តផ្ទាល់នេះងាយស្រួលមើលនិងងាយស្រួលយល់តកតងនឹងបងប្អូនដែលគាត់ទៅតែទិញ finger scan មកហើយគាត់អត់ទាន់ដឹងថាចូលឆែកមើលនៅលើ finger scan នឹងតកតងនឹងឈ្មោះបុគ្គលិកតកតងនឹង report ពេល scan ចេញ scan ចូលអញ្ចឹងនៅក្នុងវីដេអូនេះចំណុចសំខាន់របស់ខ្ញុំគឺខ្ញុំមកបង្ហាញអំពីការបង្ហាញអំពី report តកតងនឹងការ scan ប្រចាំថ្ងៃដើម្បីយើងដឹងថាបុគ្គលិកណាចូលធ្វើការ late ឬក៏មកធ្វើការមុនម៉ោងអញ្ចឹងដំបូងចូលទៅបើក app របស់វា app របស់ម៉ាស៊ីន scan បន្ទាប់មកនៅក្នុងនេះវាអត់ទាន់ connect ទៅម៉ាស៊ីន printer ទេ printer finger scan ទេអញ្ចឹងដើម្បី connect យើងចុចឲ្យចំកន្លែងហ្នឹងមកយើងចុចពាក្យ connect មកនេះជាមួយនឹងម៉ាស៊ីន scan តែជាមួយនឹងម៉ាស៊ីន scan ផ្ទាល់វាអាចឲ្យយើង connect បានចុច zoom ពេកវាមើលអត់ស្កើតអញ្ចឹងខ្ញុំ connect ជិតន័យថាវា internet finger scan ហ្នឹងភ្ជាប់ជាមួយ internet ហើយកុំព្យូទ័រយើងក៏ភ្ជាប់ជាមួយ internet ដែរដើម្បីចូលមើល report បានដំបូងយើងចូលទៅកន្លែងនេះ download ហើយ attendance log យើងចុចលើហ្នឹងមកអញ្ចឹងវាចាប់ផ្ដើមទាញដោយសារតែ app នេះ finger scan នេះខ្ញុំអត់សូវដែលបានចូលទៅមើលអញ្ចឹងវាទាញទិន្នន័យមកពេលយូរអញ្ចឹងតើតើនឹងការបង្ហាញនេះជាឈ្មោះបុគ្គលិកយើងដែលគាត់បាន scan ហើយតើតើនឹងឈ្មោះបុគ្គលិកនេះជាឈ្មោះបុគ្គលិកផ្ទាល់ហើយឲ្យខ្ញុំធ្វើបង្ហាញជាវីដេអូមុននោះគាត់ជាការឧទាហរណ៍ដើម្បីបង្ហាញបងប្អូនតែនៅក្នុងវីដេអូនេះជាផ្ទាល់ជាមួយនឹងឈ្មោះបុគ្គលិកបន្ទាប់ពីយើងចុចកន្លែង download នឹងហើយបន្ទាប់មកយើងចូលទៅកន្លែង report ឧទាហរណ៍ថា our company យើងចុច all ហើយយើងកំណត់ថ្ងៃឥឡូវខ្ញុំដាក់ថ្ងៃហ្នឹងហ្មងតោះអញ្ចឹងខ្ញុំចុច calculate អញ្ចឹងវាបង្ហាញព័ត៌មានបុគ្គលិកមកនេះខ្ញុំសូមឲ្យបិទឈ្មោះនេះតិចទៅតឈ្មោះបុគ្គលិកគាត់ចូលធ្វើការមកscan ចូលម៉ោង 8 តែគាត់ scan នៅម៉ោង 8 1 នាទីមានន័យថាគាត់ late ទេណា late 1 នាទីហើយវីដេអូទៅនឹងការ late ហ្នឹងក៏ខ្ញុំបានបញ្យល់បងប្អូនដែរទៅនឹងការកំណត់ម៉ោងនៅក្នុងវីដេអូមុនអញ្ចឹងណាអញ្ចឹងគាត់បុគ្គលិកដែល late មាន 2 នាក់លេខ 4 នេះម្នាក់ទៀតនេះ 7 នាទីហើយបុគ្គលិកម្នាក់ទៀតនេះអត់ទាន់ late ទេគាត់តែវាចូលលក្ខណៈ00អត់ទាន់ចូលដល់ 1 នាទីទេគាត់តែវាបញ្ជាក់ថា late ដែរអញ្ចឹងណាអញ្ចឹងនេះជាការ scan ក្នុងថ្ងៃហ្នឹង scan កន្លះថ្ងៃអញ្ចឹងដើម្បី scan មើលមួយថ្ងៃខ្ញុំយកពីម្សិលមិញថ្ងៃទី 6 និងថ្ងៃទី 6 ភាសាថាមួយថ្ងៃពេញអញ្ចឹងនៅកន្លែងនេះឈ្មោះលេខរៀងទី 2 នេះគាត់ scan ចូលមកម៉ោង 7:41 ឃើញណាម៉ោង 7:41 អញ្ចឹងគាត់អត់មាន late ទេហើយកន្លែងនេះចេញវិញន័យថាសុំមកធំទៅកន្លែងនេះគាត់ចេញម៉ោង 15 ម៉ោង 5 ល្ងាចហើយគាត់អ្នកនេះគាត់ scan មុនម៉ោង 1 នាទី
ណាគាត់ scan មុនម៉ោង1នាទីគេដាក់ early 1នាទីណាមុនម៉ោង1នាទីហើយអ្នកទីទៀតគាត់ scan out scan out ដល់ម៉ោង5អត់ឃើញ in ទេតែ scan ចេញ out ម៉ោង5មានន័យថាគាត់ចេញមុន5ម៉ោងមុន5ម៉ោង3នាទីមុនអញ្ចឹងណាអញ្ចឹងមុនម៉ោងអញ្ចឹងតើតោងនឹងការបង្ហាញ report មានតែប៉ុណ្្នឹងទេហើយនេះជានៅកន្លែងនេះតាមផ្នែកតែវីដេអូខ្ញុំធ្វើមុននោះវាផ្នែកផ្សេងអញ្ចឹងណាផ្នែកខ្ញុំក៏និយាយឧទាហរណ៍ខ្ញុំដាក់ផ្នែកផ្សេងនៅតែនៅក្នុងនេះជាម៉ាស៊ីន user ម៉ាស៊ីន printer ពិតៗចឹងแล้วឧទាហរណ៍ខ្ញុំមើលឈ្មោះអ្នកនេះគាត់អត់បាន scan ហើយជាចឹងមើលអ្នកនេះមួយទៀតអ្នកនេះគាត់ចេញនៅម៉ោងនេះហើយថ្ងៃហ្នឹងដដែលអញ្ចឹងអ្នកនេះក៏អត់បាន scan ដែរហើយជាថ្ងៃហ្នឹងគាត់ច្បាប់អញ្ចឹងតើតើការបង្ហាញreport និងការ scan មានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់ឬក៏អត់ទាន់នៅកន្លែងណាមួយអាច comment នៅខាងក្រោមបាន